ខ្ញុំឃើញមានបងប្អូនជាច្រើនដែលបានដាក់ពាក្យហើយអ្នកនំតដាក់នឹងក៏អត់យល់ស្អីទៅហៅថា Party Date ហើយស្អីទៅហៅថា Visa Bulletin ដែលចេញដោយក្រសួងការបរទេសអាមេរិកណាបងប្អូនបាទសូមបញ្ជាក់ថា Party Date ចេញដោយក្រសួងការងារអាមេរិកបញ្ជាក់អំពីថ្ងៃខែដែលបងប្អូនទទួលបាន case number មកពីក្រសួងការងារអាមេរិកដែលយើងហៅថា DOL ចំណែកឯ Visa Bulletin ចេញដោយក្រសួងការបរទេសអាមេរិកប្រាប់ព័ត៌មានអំពីថាបងប្អូនមានពេលឬដល់ពេលដែលត្រូវដល់ពេលសម្ភាសហើយបងប្អូនណាហើយព័ត៌មាននេះគេចេញជារៀងរាល់ខែដោយខែនេះអញ្ចឹងសម្រាប់ខែ7នេះ Visa Bulletin បញ្ជាក់ថាកម្មវិធី B3 អត់ចម្រៀងហ្នឹងគឺត្រឹមតែថ្ងៃ1ខែ3 2022ទេអញ្ចឹងបងប្អូនដែលមាន Party Date គៀកនឹងឬក៏ក្រោយនឹងបន្តិចឬដល់ថ្ងៃហ្នឹងគឺអាចមានឱកាសបានសម្ភាសប្រសិនបើ Visa Bulletin ឬក៏ព័ត៌មានដោយចេញដោយក្រសួងការបរទេសអាមេរិកហ្នឹងប្រាប់ថាវា current ហើយអញ្ចឹងបងប្អូនអាចបានសម្ភាសមិនក៏ខ្ញុំថាអាចដោយសារជួនកាលដល់ពេលមែនប៉ុន្តែស្ថានទូតអាមេរិកអត់មានកន្លែងសម្រាប់បងប្អូនឲ្យសម្ភាសទេអត់មាន time slot ឲ្យបងប្អូនចូលទៅសម្ភាសទៀតដោយសារច្រើនពេកអាចរងចាំអាចពជាខ្លះដែរមួយខែ2ខែ3ខែក៏មានដែរទោះបីជាបងប្អូនទទួលបាន Visa Bulletin current ក៏ដោយទោះបីជា Party Date នឹង current ក៏ដោយគ្រាន់មានថាបងប្អូនអត់ពេលសម្ភាសហើយបាទមានថាបងប្អូនមានឯកសារគ្រប់គ្រាន់ទាំងអស់បងប្អូនមាន DQ បងប្អូនមានអីមកចប់អស់ហើយបងឯកសារអីណាកោតទោសអីច្បាប់យ៉ាងអស់ហើយក៏នៅតែបងប្អូនរងចាំដែរក៏អាចដែរបងប្អូនណាអញ្ចឹងទំនាក់ទំនងរវាង Party Date និង Visa Bulletin គឺអញ្ចឹងឯងគឺមានថាបើ Visa Bulletin ចេញមកថាវា current ហើយ current មកថា Party Date បងប្អូននឹង current ហើយអញ្ចឹងបងប្អូនអាចដល់ពីសម្ភាសហើយឧទាហរណ៍ឥឡូវនេះ Visa Bulletin សម្រាប់ខែ7នេះគឺថ្ងៃ1ខែ3 2022អញ្ចឹងបងប្អូនដែលបាន Party Date ហ្នឹងក្នុងថ្ងៃហ្នឹងថ្ងៃសម្រាប់ឆ្នាំហ្នឹងឆ្នាំ2022ហ្នឹងឬក៏ក្រោយហ្នឹងបន្តិចអីហ្នឹងណាគឺបងប្អូនដល់ពេលត្រូវសម្ភាសហើយបងប្អូនណានេះគឺជាព័ត៌មានទាក់ទងទៅនឹងកម្មវិធី B3 ហើយពាក់ព័ន្ធទៅនឹងរឿង Party Date ហើយនឹង Visa Bulletin បើចង់ឲ្យខ្ញុំនិយាយពីរឿងអីទៀតទាក់ទងកម្មវិធី B3 សូមផ្សាយក្នុង comment បាទអរគុណបាទ